រឿងថ្មក្រអូបកាលដើមឡើយមានបុរសម្នាក់ឈ្មោះជួនមានប្រពន្ធចុងឈ្មោះនាងភីនិងមានកូនស្រីប្រពន្ធដើមម្នាក់អាយុ12ឆ្នាំឈ្មោះនាងភ័ណ្ឌនាងភីជាម្ដាយចុងតែងតែធ្វើបាបនាងភ័ណ្ឌគ្មានលួសថ្ងៃណាឡើយពូជួនជាអ្នកនេសាទត្រីម្នាក់រាល់ថ្ងៃគាត់តែងតែនាំប្រពន្ធនិងកូនជិះទូកចេញទៅបង់សំណាញ់រកត្រីយកមកផ្គត់ផ្គង់ជីវភាពគ្រួសារប្រលប់ទៅហើយពូជួនបង់សំណាញ់ចុងក្រោយស្រាប់តែភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះឃើញក្នុងសំណាញ់មានត្រីពីរដែលមានសម្បុរល្អដូចមាសពណ៌ភ្លឺផ្លែតចាំងព្រាកពេលនោះនាងភីត្រេកអរខ្លាំងណាស់ក៏ស្ទុះទៅចាប់ក្រសោបត្រីជាប់ហើយនិយាយថាខ្ញុំនឹងយកត្រីនេះទៅលក់មុខជាបានលុយច្រើនមិនខានព្រោះវាជាត្រីចម្លែកនាងភ័ណ្ឌសម្លឹងមើលត្រីយូរទៅហាក់ដូចជានឹកឃើញត្រីនេះបើកភ្នែកសម្លឹងមើលនាងភ្លឺឃើញមាត់ត្រីម្ហូបហាក់ដូចជាអង្វរថាកុំយកពួកគេទៅលក់អីភ្លាមនោះនាងភ័ណ្ឌងើបមុខមើលឪពុកម្ដាយក៏លើកដៃសំពះអង្វរថាសូមពុកម៉ែកុំយកត្រីទាំងពីរនេះទៅលក់អីសូមលែងពួកគេទៅក្នុងទឹកវិញទៅយើងធ្វើបុណ្យឲ្យពួកគេម្ដងចុះពេលស្ដាប់ឮហើយនាងភីខឹងណាស់ស្ទុះមកក្របួចសក់នាងភ័ណ្ឌនិយាយថាបនទៀនស្អីដាច់ពោះស្អែកហើយមិនគិតទេនាងឯងសំតែវាយបែបនេះទើបសមអញត្រូវតែយកវាទៅលក់នេះជាត្រីចម្លែកប្រាកដជាបានប្រាក់ច្រើនហើយអញនឹងក្លាយជាអ្នកមានទ្រព្យសម្បត្តិហូរហៀរមិនខាននិយាយហើយនាងភីក៏ចាប់ត្រីទាំងពីរជាប់បំរុងដាក់ក្នុងទ្រុងស្រាប់តែនាងភ័ណ្ឌស្ទុះទៅចាប់ដៃម្ខាងយំអង្វរថាអ្នកម៉ែមេត្តាលែងត្រីនេះទៅវិញទៅពូជួនក៏ជួយនិយាយនាងភ័ណ្ឌដែរប៉ុន្តែត្រូវនាងភីងាកមកជេរទាំងឪពុកជេរទាំងកូនទាញដៃគ្នាចុះឡើងចៃដន្យអាក្រក់ក៏របូតត្រីទាំងពីរចូលក្នុងទឹកវិញបាត់នាងភីខឹងណាស់វាយនាងភ័ណ្ឌឡើងជាំពេញខ្លួនតែនាងបែរជាខំតាមមើលត្រីក្នុងទឹកលួចបែរបន់កុំឲ្យត្រីទាំងពីរត្រឡប់មកវិញទៀតនាងភីជាម្ដាយចុងបានបង្អត់បាយនាងភ័ណ្ឌដេកយំម្នាក់ឯងលុះដល់កណ្ដាលអាធ្រាត្រនាងក៏យល់សពឃើញត្រីទាំងពីរមករកនាងនិយាយថាខ្ញុំជាត្រីមាសញីឈ្មោលដែលរក្សាទឹកបឹងនោះហើយហែលខុសផ្លូវបានចូលមកក្នុងសំណាញ់ឪពុករបស់នាងពួកខ្ញុំអរគុណនាងហើយដែលបានជួយដោះលែងពួកខ្ញុំត្រីទាំងពីរបានប្រាប់នាងទៀតថាកុំពិបាកចិត្តអីពួកយើងនឹងតាមជួយនាងឲ្យរួចផុតពីទុក្ខនេះថ្ងៃស្អែកបើនាងឃើញមានរបស់អ្វីចម្លែកនាងត្រូវរើសទុកឲ្យបានល្អព្រោះវាជាវត្ថុទិព្វដែលអាចជួយនាងអស់មួយជីវិតហើយវត្ថុនោះមានតែអ្នកមានចិត្តស្មោះត្រង់សប្បុរសប៉ុណ្ណោះទើបអាចមើលឃើញនៅបារមីនោះបានថាហើយត្រីទាំងពីរក៏រលាយបាត់ទៅព្រឹកឡើងពូជួននាំកូនទៅចេញទៅរកត្រីដោយធម្មតាតែរកមិនបានសោះពូជួនបងបានថ្មមួយដុំលើកដាក់លើទូកនាងភីក្រឡេកឃើញខឹងខ្លាំងណាស់ស្ទុះទៅរើសយកមកបំរុងនឹងបោះចោលតែនាងភ័ណ្ឌស្រែកអង្វរថាកុំបោះចោលអីព្រោះនាងបានមើលឃើញរស្មី7ពណ៌និងមានក្លិនក្រអូបសាយចេញពីថ្មតែឪពុកនិងម្ដាយនាងមើលមិនឃើញឡើយនាងភីមួម៉ៅហើយក្រវែងថ្មនោះចូលទៅក្នុងទឹកនាងភ័ណ្ឌស្រែកយំងោងដោយស្ដាយថ្មពេលនោះនាងភីចិត្តរិះឆាបានច្រាននាងទម្លាក់ទឹកទាំងនិយាយបញ្ចេះថាទៅងាប់ជាមួយដុំថ្មនោះទៅមីក្មេងចង្រៃពូជួនក្រឡេកមកឃើញភ្ញាក់ផ្អើលជាខ្លាំងស្រែកខាត់ប្រពន្ធតែនាងភ័ណ្ឌបានធ្លាក់ក្នុងទឹកបាត់ទៅហើយលុះកណ្ដាលអាធ្រាត្រនាងភ័ណ្ឌបានដឹងខ្លួននៅក្នុងទឹកបឹងនាងហាក់ដូចជាមានអ្វីមកកល់ទ្រនាងឲ្យអណ្ដែតលើផ្ទៃទឹកនាងបានក្រឡេកមើលឃើញមានថ្មមួយដុំជួយទ្រជាប់នាងសប្បាយចិត្តណាស់លើកដៃសំពះបែបន់សុំឲ្យថ្មជួយរុញច្រានខ្លួនឲ្យផុតពីទឹកដើម្បីបានរស់រានបន្តទៀតចប់ការបែបន់ភ្លាមនាងភ័ណ្ឌបានអណ្ដែតចេញពីទឹកឲ្យថ្មបានរុញនាងឲ្យមកដល់ច្រាំងនាងភ័ណ្ឌងើបដើរនិងលើកថ្មចេញពីទឹក
មកអោបរួចនិយាយថាចាប់ពីពេលនេះទៅយើងទាំងពីរជាមិត្តនឹងគ្នាខ្ញុំនឹងស្វែងរកអ្នកដែលមានចិត្តសប្បុរសដើម្បីថែរក្សាថ្មនេះឲ្យបានល្អតើថ្មឯងគិតដូចខ្ញុំដែរឬទេថ្មបានបញ្ចេញរស្មី7ពណ៌ហើយជះក្លិនក្រអូបឈ្ងុយឈ្ងប់ធ្វើឲ្យនាងភ័ណ្ឌមានកម្លាំងភ្លាមដែរនាងភ័ណ្ឌនឹកឃើញការយល់សប្តិរបស់នាងនឹកទៅដល់ត្រីទាំងពីរនាងរីករាយណាស់ងាកទៅរកទឹកបឹងរួចលើកដៃសំពះស្រែកអរគុណបងត្រីមាសទាំងពីរខ្ញុំសូមអរគុណបងច្រើនហើយចំពោះវត្ថុស័ក្តិសិទ្ធិដែលបានផ្ដល់ឲ្យខ្ញុំនឹងថែរក្សាឲ្យបានល្អបំផុតសូមនៅឲ្យបានសុខចុះថាហើយនាងភ័ណ្ឌអោបថ្មដើរចេញទៅត្រីមាសទាំងពីរផុសចេញពីទឹកលោតហក់យ៉ាងសប្បាយនាងភ័ណ្ឌដើរត្រាច់ចរពីស្រុកមួយទៅស្រុកមួយនិងអោបថ្មមួយដុំជាប់នឹងខ្លួនថ្ងៃមួយនាងដើរមកដល់ស្រុកមួយដែលមានសេដ្ឋីកំណាញ់ម្នាក់មានកូនប្រុសឈ្មោះរិទ្ធដែលមានអាយុត្រកនឹងនាងភ័ណ្ឌដែរបន្ទាប់ពីបានស្គាល់គ្នាភ្លាមកុមាររិទ្ធនិងនាងភ័ណ្ឌបានចងមិត្តនឹងគ្នានាងភ័ណ្ឌបានបង្ហាញឲ្យរិទ្ធឃើញនៅមហិទ្ធិឫទ្ធិនៃថ្មក្រអូបធ្វើឲ្យកុមាររិទ្ធមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារថ្មបានបញ្ចេញរស្មីនិងក្លិនក្រអូបរបស់វាព្រោះតែកុមាររិទ្ធជាក្មេងល្អស្មោះត្រង់ដំណឹងនេះបានឮទៅដល់សេដ្ឋីដែលជាឪពុករិទ្ធជាមនុស្សលោភលន់គាត់សប្បាយចិត្តណាស់ហើយគិតថាគាត់នឹងយកថ្មនេះមកទុកដាក់ជាទ្រព្យរបស់គាត់តែម្នាក់តែផ្ទុយស្រឡះទាំងអស់ពេលបានឃើញថ្មនោះភ្លាមសេដ្ឋីបែរជាខកចិត្តព្រោះពុំឃើញមានអ្វីប្លែកសោះរស្មីក៏គ្មានក្លិនក៏គ្មានធ្វើឲ្យសេដ្ឋីមួម៉ៅក្តៅក្រហាយហើយស្រែកបណ្ដេញពួកគេទាំងពីរឲ្យចេញពីផ្ទះទៅឲ្យឆ្ងាយនាងភ័ណ្ឌនិងរិទ្ធបានបណ្ដាលគ្នាចេញពីផ្ទះក៏បានទៅដល់ស្រុកមួយស្រុកនោះមានមនុស្សកើតជំងឺជាច្រើនដែលគ្មានថ្នាំព្យាបាលឃើញដូច្នេះពួកគេទាំងពីរនាក់បានបួងសួងសុំឲ្យមហិទ្ធិឫទ្ធិនៃថ្មក្រអូបជួយស្រោចស្រង់ជីវិតអ្នកជំងឺផងថ្មក្រអូបក៏បានបញ្ចេញបារមីរបស់ខ្លួនផ្សព្វផ្សាយមកលើមនុស្សគ្រប់គ្នាធ្វើឲ្យពួកគេជាសះស្បើយពីជំងឺពួកអ្នកស្រុកទាំងអស់បាននាំគ្នាមកអរគុណដល់នាងភ័ណ្ឌនិងរិទ្ធពេលនោះនាងភ័ណ្ឌភ្ញាក់ផ្អើលជាខ្លាំងព្រោះឃើញពូជួនដែលជាឪពុកនាងមកព្យាបាលជំងឺដែរនាងយំអោបឪពុករៀបរាប់ពីការលំបាករបស់នាងរួចនាងបានសួររកម្ដាយចុងតែពូជួនប្រាប់ថាស្លាប់ហើយគាត់និយាយថាគាត់តែងតែបែបបន់ឲ្យកូនស្រីមានសេចក្តីសុខជារៀងរហូតចាប់តាំងពីពេលនោះមកនាងភ័ណ្ឌពូជួននិងរិទ្ធរស់នៅជាមួយគ្នាយ៉ាងសុខសាន្តក្រោមបារមីនៃថ្មក្រអូបរឿងថ្មក្រអូបចប់ដោយបរិបូរណ៍